រឿងខ្មោចយាមផ្លូវរាត្រីស្ងាត់ពេញបរមីច័ន្ទបញ្ចេញពន្លឺរស្មីភ្លឺចិញ្ចាចពេញនៅផ្ទៃមេឃជាងពាក់កណ្ដាលអាត្រិតទៅហើយស្រមោលភ្លើងពិលចាំងចូលភ្លឺផ្លែតរេរាចេញមកពីចម្ងាយសំឡេងក៏កិតកង់រទេះឮសូរងើតចូលមកគៀកបន្តិចសម្លឹងមើលទៅឃើញថាមានប្តីប្រពន្ធ2នាក់ស្ត្រីដែលជាប្រពន្ធនោះអង្គុយនៅពីខាងក្រោយមាត់ជីបអូឆ្កាដៃឆ្កាជើងទំនើងជាកំពុងតែនឹងជេរប្រតិចដាក់ផ្ដាសាទៅកាន់បរោះដែលជាប្តីពូម៉ៃដែលត្រូវជាប្តីអង្គុយនៅពីខាងមុខប្រឹងខំថ្មិញស្ទើរតែនឹងបាក់ជ្រុះមកខាងក្រៅទៅហើយដៃមកខាងកាន់រំពាត់វាយគោឮសូរតែខ្វាប់យ៉ាងចាស់ដៃស្រែករោកងរំពងពេញទាំងព្រៃក៏ពូម៉ៅមិនប្រណីដៃបន្តិចណាសោះនោះឡើយអញសាងខ្មាស់គេណាហើយអញខ្មាស់គេណាប្តីអញវាលួចមានស្រីក្រែលកូនឲ្យឡើងមកកតេលអញមិនដែលទាំងដឹងតតែសោះឯងនេះពុតជាថោកទាបណាស់អញមិនដោយឲ្យឯងទៅរកស៊ីវាទៅរកស៊ីនោះគឺទៅរកស៊ីមែនគឺទៅស៊ីស្រីក្រែលអម៉ៃអាប្តីថោកទៀតណែមីកយ៉ែមើយស្ងាត់មាត់ខ្លះទៅវិធីហាអញទប់លែងជាប់ឥឡូវហើយវើយណែធ្វើមិនបើវាបានទៅហើយគោរពអានគ្នាទៅរៀនចែករំលែកខ្លះទៅវិធីហាចាស់អស់ហើយឆ្លូទាស់តែងគ្នាទៅតែវាបានអីមកវិញណែស្រីប្តីចាត់ទុកថាដូចជាប្អូនស្រីឯងទៅចុះណាមិញញ៉ាំគ្រាន់តែឮពាក្យដែលពូម៉ៃពោលបន្លឺមកអំបញ្ញមិញនេះក៏ធ្វើឲ្យភ្លើងដែលកំពុងតែនឹងឆាបឆេះនៅក្នុងអោរាកាន់តែខ្លាំងក៏យារជើងធាក់ក្បាលពូម៉ៃពីខាងក្រោយមួយទំហឹងរួចហើយក៏និយាយខ្លាំងថាបើឯងថាដូច្នោះទៅហើយចាំមើលអញមានប្រុសម្ដងទៅមើលតែឯងនឹងវាមានអារម្មណ៍យ៉ាងម៉េចដែរពូម៉ៃឈប់រទេះរួចហើយអ្នកទាំងពីរក៏ប្រតែប្រតប់គ្នាទៅវិញទៅមកដោយពូម៉ៃមានកម្លាំងជាងមិញយ៉ែមក៏ប្រទាញបានដងរែកមួយមកវាសំពងមិញយ៉ែមគ្មានសំចៃដៃអីបន្តិចសោះនោះឡើយកំរាលចូលខ្លួនបាត់បង់នៅស្មារតីអ្វីក៏លែងនឹកឃើញនៅក្នុងចិត្តបានត្រឹមតែគិតថាធ្វើយ៉ាងណាឲ្យបានតែឈ្នះដោយអត់ទ្រាំនឹងការឈឺចាប់ពុំបានមិញយ៉ាងក៏ផុតរលត់អស់អាយុសង្ខារនៅវេលានោះទៅក្រោយពីពូម៉ៃគាត់អស់នៅកំហឹងពីក្នុងទ្រូងហើយក៏ភ្ញាក់ខ្លួនមកវិញទើបតែដឹងថាមិញយ៉ាងស្លាប់បាត់ទៅហើយក៏ចាប់ផ្ដើមទួញសោកស្រណោះមិនអស់អាល័យក៏ប៉ុន្តែអ្វីវាបានកន្លងហួសបាត់អស់ទៅហើយណាមួយក៏ខ្លាចជាប់មានទោសផងនោះពូម៉ៃក៏យកសាកសពមិញយ៉ែមទៅកប់ក្បែរគុំឫស្សីមួយនៅចិញ្ចើមផ្លូវនោះទៅរួចរាល់អស់ហើយពូម៉ៃគាត់ក៏ត្រឡប់ទៅផ្ទះវិញដូចជាធម្មតាដោយមិញយ៉ែមគាត់មិនមានកូនហើយការពីមានជីវិតនៅរស់នោះគាត់មិនដែលសូវជានៅផ្ទះនោះទេចេញទៅរកស៊ីនៅខាងក្រៅបាត់ញាតិជិតខាងជុំវិញគេមិនសូវជាចាប់អារម្មណ៍ម្ល៉េះហើយទើបមិញយ៉ែមក្លាយទៅជាខ្មោចដែលយាមផ្លូវនៅទីនោះទៅណាក៏មិនបានព្រោះតែគ្មានអ្នកធ្វើបន់ឲ្យខ្លាយទៅជាខ្មោចទៅហើយមិញយ៉ែមនៅតែរងនៅក្តីឈឺចាប់ពើផ្សាស្រែកយំដង្ហើយថារងាហាក់ដូចជាវេទនាពុនពេជាក្រៃលែងពេលវេលាចេះតែរំកិលទៅមុខជាសន្សឹមភ្លេចខ្លួនក៏កន្លងផុតទៅអស់រយៈពេលជាង1ខែបាត់ទៅហើយពូម៉ៃក៏ទៅរស់នៅជាមួយនឹងប្រពន្ធថ្មីយ៉ាងមានក្តីសុខ ណ
រសៀលកណ្ដាលថ្ងៃក្តៅចាស់ម៉ោងប្រហែលជា12ថ្ងៃត្រង់ពូស៊ីម៉ុនដែលជាអ្នករស់នៅក្បែរផ្ទះរបស់មីងយ៉ែមគាត់ក៏ជិះកង់សណ្ដោងរមាក់មកទិញអេតចាយជួនជាចាយដនអីគាត់ជិះកាត់នៅផ្លូវម្ដុំនោះ អេតចាយប្រពន្ធជេមរាយដាញ់ចេញពីផ្ទះអោអេតចាយបើពេញអេតចាយរកលុយសុំប្រពន្ធចូលផ្ទះវិញហើយវាយ៉ាងម៉េចឯងហ្នឹងអាម៉នអើយមកពីឯងហ្នឹងវាស្រួលនិយាយពេកទេអាយ៉ាមិនយ៉ែមទេអូឈប់បន្តិចសិនយីមិញដូចបាត់មកបាត់មាត់មិញឯងយោហើយតែណាមកណៃដែរហ្នឹងមិញហើយបានទៅផ្ទះហើយនៅហើយមានអេតចាយលោកឲ្យខ្ញុំទេមិញ យីអានេះអញមានតែក្បាលឯងទិញទេអា មិញស្អីក៏ខ្ញុំទិញដែរឲ្យតែមិញឯងលក់ ចេះលេងសើចទៀតមិញមែនតែនខ្មោចលឿន ហេណែក្រែងថាស្អីក៏ទិញដែរបញ្ញាប់ទៅណាមក ពូស៊ីម៉ុនបាសសាក់ជ្រងប្រឹងធាក់កង់ចេញពីទីនោះមិនហ៊ានងាកក្រោយសំបីតែបន្តិចណានោះទេមិនយូរប៉ុន្មានគាត់ក៏ចូលទៅដល់ក្នុងភូមិ ខ្សៀនណាជួយប្តីផងអូនខ្សៀនអូយខ្មោចឡើងខ្មោចមិញយ៉ែមដាច់ក្បាលខ្សៀនអូនជួយប្តីផងអូនណា ណែកុំមកលេងល្បិចខ្មោចឯណាមកឡើងកដាលថ្ងៃចាស់ហ្នឹងទេត្រូវថែមពីដៃជ្រុះថ្មិញពីមាត់ឥឡូវហើយវើយ ទេវើយមែនតែននោះក្បាលចេញពីខ្លួនយកមកលក់អេតចាយឲ្យអញហើយស្រស់ណាស់ខ្សៀនអើយ អីមែនណែវើយមើលសក់ក្បាលឯងទៅហើយណែមិនយ៉ែមគាត់ស្លាប់ហើយឯងច្រឡំតិចដឹង ពេខ្សៀនអើយគាត់បាត់ដំណឹងជាងមួយខែហើយ មីងសៀនឃើញសភាពប្តីគាត់ទំនើងដូចជាជឿរួចហើយគាត់ទៅផ្ទះរបស់លោកអាចារ្យម្នាក់ដែលនៅក្នុងភូមិមកជួយស្រោចទឹកដើម្បីបំបត្តិភ័យពេលដែលទៅដល់ផ្ទះលោកតាជ្រូចដែលជាអាចារ្យមីងសៀនក៏រៀបរាប់ប្រាប់តាមដំណើររឿងទាំងអស់តាជ្រូចលើហើយគាត់ក៏ប្រាប់ទៅមីងសៀនវិញថា មីខ្សៀនអើយនាងឯងទៅផ្ទះមុនអញទៅចាំអញទៅតាមក្រោយប្រហែលជារឿងប្រលប់បន្តិចអីទៅអញទៅមុនអញទៅ និយាយតែប៉ុណ្ណេះមីងសៀនគាត់ក៏ត្រឡប់មកផ្ទះវិញលុះប្រលប់បន្តិចតាជ្រូចគាត់ក៏ចាប់ជិះកង់ទៅផ្ទះមីងសៀនតែនៅក្នុងពេលដែលគាត់ទៅនោះគឺវេលាម៉ោងជាង 7 យប់បាត់ទៅហើយគាត់ជិះងាកមើលឆ្វេងស្ដាំឃើញសភាពការរៀងស្ងប់ស្ងាត់គាត់ក៏និយាយខ្សឹបតែម្នាក់ឯងថា អូយដូចស្ងាត់ដល់ហើយវើយទៅម៉ោង7ជាងសោះហ្នឹងវ៉ៃនិយាយពីអាឆ្កែនេះក៏ពីលូទៀតហ្នឹងចំមែនដាក់មកបត់សិនអញអោនេបកាក្រវ៉ាន់បងបែកកាន់បានទេពុំងារឬមួយក្រវ៉ាន់មានគ្នាឬមួយក្រវ៉ាន់មានគ្នារួចបាត់ទៅហើយអោណាប់កាក្រវ៉ាន់មីបងអើយអែមបកគេអ្វីចុងកណ្ដុំឆែបអូយចុកអូយអាប់ងោងហើយទេអញអើយណែ
ហើយវាយ៉ាងម៉េចហ្នឹងណាថៃបានមីនាងឯងមកអង្គុយអីនៅកណ្ដាលផ្លូវទៅវិញណែតានេះវារៀងទៅនិតភ្នែកមើលមិនសូវជីឃើញមីនាងឯងជួយអង្គុយឯផ្ទះបន្តិចទៅអូយអេហើយនាងឯងស្អីក៏វារឹកម្លេះអត់មានមាត់កអីតតែសោះវៃទេវៃមុខនោះជារៀងប្រហែលដែរហ្នឹងអូមីក៏យ៉ែមទេអើអើយីថ្ងៃនេះមីខ្សៀនវាមករកអញឲ្យទៅស្រោចទឹកប្តីវាថាប្តីវាត្រូវខ្មោចលងនៅភ្លើងម្ដុំលីតែអញយ៉ាងមិនដឹងទេនេះលួចជារៀងព្រឺរងាមិនគេដឹងទេវើយណែមីក៏យ៉ែមខ្មោចឬមួយក៏មនុស្សនំតាជ្រោយគាត់ភ័យពេកចែកមិនដាច់ថាជាខ្មោចឬក៏ជាមនុស្សជើងដៃញញាក់ញញ័រទៅត្រាក់ទៅត្រើតឈានទៅមុខស្ទើរតែមិនចង់រួចដល់ភ័យពេកទៅរកនឹកសូត្របាលីអ្វីក៏ពុំចេញអូនមោអូពុទ្ធោនមោពុទ្ធោនាងអើយកុំឡើងតាខ្លាចអូពុទ្ធោសង្ឃោនាងអើយកុំចាញ់មកតាលិចនោមឥឡូវហើយពេលដែលតាជ្រោយចូលទៅចិត្តស្រាប់តែរាងកាយដែលគាត់សម្លឹងមើលទៅឃើញថាជាមិនយ៉ែមនោះក៏ស្រាប់តែរបេះធ្លាក់បែកជាបំណែកគួរឲ្យរន្ធត់តាជ្រោយគ្រាន់តែឃើញបែបនោះភ្លាមធម៌អ្វីក៏លែងសូត្រចេញទៀតនោះដែររត់លឿនជាងក្មេងទៅទៀតដោយគ្មាននឹកស្រណោះកង់គាត់អីបន្តិចណាសោះនោះឡើយលោកព្រឹកឡើងដោយមិនឃើញតាជ្រោយទៅផ្ទះតាមការអញ្ជើញកាលពីល្ងាចនោះមិនសៀនគាត់ក៏ទៅតាមតាជ្រោយម្ដងទៀតនៅឯផ្ទះពេលដែលទៅដល់ទីនោះមីសៀនក៏ស្រែកហៅរកដូចជាធម្មតាបានបន្តិចតាជ្រោយគាត់ក៏តបវិញថាខ្សៀនអើយទៅអត់កើតទេវើយតាកង់អញមិនហ៊ានទៅយកផងនោះនៅក្បែរគុំអាស័យយេហើយតែអញកាត់អីនំតាមានអីខ្មោចលើងហ្នឹងចេះសួរអញ្ចឹងទៅកើតដែរវ៉ៃរឿងរ៉ាវដែលមានខ្មោចនេះក៏ល្បីពីមាត់មួយចូលទៅដល់មាត់មួយដល់ទូទាំងភូមិមិនយូរប៉ុន្មានដំណឹងនេះក៏ឮដល់ពូម៉ៃមីក៏យ៉ែមអើយមកងាប់ទៅហើយក៏ងាប់ទៅចាំបាច់ចេញមកញ៉ៃគេធ្វើអីពិតជាចំមែនហើយអញដែលធ្វើឲ្យពូម៉ៃនៅមិនសុខគិតព្រួយបារម្ភភ័យខ្លាចអ្នកដែលនៅក្នុងភូមិដឹងរឿងណាមួយខ្លាចកិច្ចមិនផុតពីសំណាញ់នៃច្បាប់ពីបទសម្លាប់ប្រពន្ធខ្លួនឯងដែលជាអំពើព្រៃផ្សាយបំផុតដែលសង្គមគេស្អប់ខ្ពើមម្ល៉េះហើយទើបឃាតករលាក់មុខរុកនេះអង្គុយរិះគិតរកវិធីបំបត្តិផោះតាងរាត្រីយប់ស្ងាត់មនុស្សលែងចេញដើរមកខាងក្រៅនៅត្រង់កន្លែងផ្លូវនោះក៏ស្រាប់តែប្រទះឃើញពូម៉ៃកំពុងតែនឹងជីកកកាយដីត្រង់កន្លែងដែលគាត់កប់មិញយ៉ែមនៅក្នុងគោលបំណងយកខ្មោចមិញយ៉ែមទៅកប់នៅកន្លែងផ្សេងវិញក្នុងពេលដែលគាត់កាប់នោះក៏ស្រាប់តែមានកូនលាន់ត្រហឹងពេញមេឃភ្នែកបន្ទោលផ្លុកច្រែតហាក់គួរឲ្យភ័យខ្លាចពូម៉ៃបានត្រឹមតែកាប់បណ្ដារួចស្រែកតែម្នាក់ឯងបណ្ដាថាងាប់ទៅហើយមកអំពើទុកដល់គេទៀតមីក៏យ៉ែមអើយហើយអញមិនខ្លាចនាងឯងទេឲ្យតែសាក់ចេញមកមើលដឹងតែត្រូវមកភ្លុកជាប់ឥឡូវហើយនាងឯងណែវើយខ្មោចក៏ដោយឲ្យតែហ៊ានចេញមកដឹងតែត្រូវរបស់អញហើយវើយកុំថាអញមិនបានប្រាប់និយាយមិនទាន់ទាំងចប់ស្រួលបួលផងស្រាប់តែសាកសពរបស់មិញយ៉ែមហក់ងើបអង្គុយឡើងឆ្ងល់ក្នុងសភាពហើមរលេះរលួយគ្រាន់តែពូម៉ៃឃើញហើយស្រឡាំងកាំងដួលអុកគោទៅនឹងដីញ័រអស់សពប្រាណអញកាយ៉ែមលេងមែនតែនណែតែកាយ៉ែម
កាយ៉ែមលែងមែនតែនកាយ៉ែម ខណៈនោះក៏ស្រាប់តែមានក្បាលខ្មោចធ្លាក់មកចំពីលើក្បាលរបស់ពូម៉ៃមួយទំហឹងដែលធ្វើឲ្យពូម៉ៃភ័យតក់ស្លុតរត់តែខ្លាំងរហូតបាត់នៅស្មារតីសន្លប់នៅទីនោះទៅលុះព្រឹកឡើងដោយសារតែមានក្លិនស្អុយសាកសពដែលពូម៉ៃគោះកាលពីយប់អ្នកស្រុកក៏នាំគ្នាផ្អើលមកមើលរួចហើយក៏បានដឹងនៅការពិតព្រមទាំងមានសមត្ថកិច្ចប៉ូលីសចូលមកត្រួតពិនិត្យនិងធ្វើកុសលវិច័យចំពោះសាកសពហើយក៏នាំខ្លួនពូម៉ៃទៅសាកសួរចម្លើយដើម្បីផ្តន្ទាទោសទៅតាមច្បាប់ឯចំណែកសពមិញយ៉ែមក៏ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីចាប់តាំងពីពេលនោះមកផ្លូវមួយខ្សែនេះក៏លែងមានខ្មោចព្រាយអីមកលើកបន្លាចឲ្យភ័យខ្លាចបន្តទៅទៀតរឿងខ្មោចយាមផ្លូវក៏សូមបញ្ចប់តែត្រឹមនេះយើងខ្ញុំសូមអរគុណដល់លោកស្រីអ្នកនាងកញ្ញាព្រមទាំងអ្នកទស្សនាទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនារឿងនិទានរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់សូមកុំភ្លេចជួយចុចនៅលើពាក្យ Subscribe រួចចុចនៅលើរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ